Rịp xu bông mai bông con được ở khnéថ្ងៃនេះខ្ញុំមកអានអំណានទេសភាពភ្នំបូកគោចូលអានអត្ថបទខាងក្រោមតើភ្នំបូកគោមានទេសភាពល្អដូចម្តេចខ្លះអ្នកដំណើរឬទេសចរភាគច្រើនការបើបានធ្វើដំណើរទៅលេងខេត្តកំពតគេមិនភ្លេចទៅកំសាន្តលើភ្នំបូកគោឡើយបើគេមើលពីចម្ងាយពេលមេឃស្រឡះគេឃើញទ្រង់ទ្រាយភ្នំបូកគោយ៉ាងច្បាស់ភ្នំនេះមានរាងដូចជាបូករបស់គោដែលផុសចេញពីព្រៃព្រឹក្សាដ៏ក្រាស់ឃ្មឹកគេអាចទៅដល់កំពូលភ្នំដោយរថយន្តឬយានជំនិះផ្សេងតាមផ្លូវមួយដែលពាត់ព័ន្ធពីជើងភ្នំរហូតដល់កំពូលភ្នំពេលទៅដល់នៅលើខ្នងភ្នំគេឃើញសំណង់ចាស់បាក់បែកនៅពាសពេញលើខ្នងភ្នំមិនតែប៉ុណ្ណោះមានផ្ទាំងសិលាធំហាក់ដូចជាកន្លែងអង្គុយលេងយ៉ាងល្អអស្ចារ្យជារឿយពពករស័ព្ទមកប៉ះខ្លួនអ្នកដំណើរធ្វើឲ្យពួកគេទទួលបានអាកាសធាតុត្រជាក់ស្រេងបើគេមើលពីលើកំពូលភ្នំមកក្រោមគេឃើញទេសភាពព្រៃព្រឹក្សាខៀវស្រងាត់និងលំហសមុទ្រដ៏ធំល្វឹងល្វើយគួរឲ្យចង់កើកគុណអាស្រ័យហេតុនេះហើយទើបនៅរដូវប្រាំងភ្ញៀវទេសចរនាំគ្នាទៅលេងលើភ្នំបូកគោព្រោះនៅទីនោះធ្វើឲ្យពួកគេមានអារម្មណ៍ជ្រះថ្លាទឹកចិត្តសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់ភ្លេចការនឿយហត់ដោយសារអាកាសធាតុបរិសុទ្ធសម្រាប់ភ្នំបូកគោអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យនាំគ្នាទៅកាន់ទីនោះជាហោហាយឥតអាក់សូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ